តើគូផឹកទឹកប៉ុន្មានទៅល្អសម្រាប់សុខភាពការផឹកទឹកឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពល្អប៉ុន្តែបរិមាណទឹកដែលអ្នកត្រូវការអាស្រ័យលើកត្តាផ្សេងដូចជា 1. បរិមាណដែលបានណែនាំជាទូទៅអង្គការសុខភាពជាច្រើនដូចជា US National Academies of Science ណែនាំថាបុរសប្រហែល 3.7 លីត្រក្នុងមួយថ្ងៃរួមជាមួយទឹកពីអាហារនិងភេសជ្ជៈស្ត្រីប្រហែល 2.7 លីត្រក្នុងមួយថ្ងៃក្នុងនោះប្រហែល 80% មកពីភេសជ្ជៈដូចជាទឹកស្អាតនិង 20% មកពីអាហារដូចជាផ្លែឈើបន្លែស៊ុប 2. កត្តាប៉ះពាល់សកម្មភាពកាយវិការបើអ្នកហាត់ប្រាណឬធ្វើការងារហែលទឹកអ្នកត្រូវផឹកទឹកបន្ថែមអាកាសធាតុនៅរដូវក្តៅឬក្នុងបរិស្ថានក្តៅហែងអ្នកនឹងបាត់បង់ទឹកដោយសារញើសដូច្នេះត្រូវផឹកឲ្យបានច្រើនសុខភាពអ្នកដែលមានជំងឺដូចជាគ្រុនចាញ់រាគឬមានបញ្ហាតម្រងនោមត្រូវយកចិត្តទុកដាក់ជាពិសេស 3. វិធីសាកសួរតម្រូវការទឹករបស់ខ្លួនពិនិត្យពណ៌នោមបើនោមមានពណ៌ស្រាលដូចទឹកអំពៅមានន័យថាអ្នកផឹកគ្រប់គ្រាន់បើពណ៌ក្តៅលឿងខ្ចីអ្នកអាចខ្វះទឹកអារម្មណ៍ស្រេកកុំចាំឲ្យស្រេកខ្លាំងមុនពេលផឹកទឹក 4. គន្លឹះសំខាន់ផឹកទឹកបន្តិចម្ដងពេញមួយថ្ងៃជាជាងផឹកច្រើនក្នុងពេលតែមួយបើអ្នកមានជំងឺបេះដូងឬតម្រងនោមត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីបរិមាណទឹកសរុបមកអ្នកអាចផឹកទឹក 8 កែវប្រហែល 2 លីត្រក្នុងមួយថ្ងៃជាអនុមាត្រហើយកែវែងតាមតម្រូវការផ្ទាល់ខ្លួនយើងត្រូវញ៉ាំទឹកស្អាតគឺជាផ្នែកមួយនៃការហូបស្អាតការរស់នៅស្អាតនិងផឹកស្អាតដើម្បីទទួលបានសុខភាពល្អបរិបូរណ៍ទឹកស្អាតសម្រាប់ទាំងអស់គ្នា